យើងមកកាន់សាច់រឿងរាជព័ត៌មាននៃការប្រកួតការពីម្សិលមិញមក9ដំណើរគ្នាដែរមានការជួបគ្នារវាងក្រុមបិសាចក្រហម Manchester United បើកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមឆ្មាខ្មៅ Sunderland ដែលយើងឃើញថាការប្រកួតនោះបានបញ្ចប់រួចទៅលទ្ធផលក៏បានល្អក៏ប្រសើរដែរបាទសម្រាប់អ្នកគ្រប់គ្រង Man U គឺ2គ្រាប់អូឈ្នះហើយ2គ្រាប់គឺបាន3បន្ទុកបាទសម្រាប់ Man U ហើយអញ្ចឹងយើងគេថាក្រុមការដឹកនាំរបស់ Ruben Amorim ក៏មានភាពប្រែប្រួលមួយចំនួនសម្រាប់ការប្រកួតការប៉ះជាមួយនឹងក្លឹបបាទទាត់បាទឆ្មាខ្មៅ Sunderland ដែលយើងឃើញថាក្នុងនោះគាត់ក៏បានប្រើប្រាស់អ្នកចាំទីចំណូលថ្មីកីឡាករវ័យក្មេង Senelemans បាទគឺមកជំនួសកីឡាករ Altay Baynder ដែលជាកីឡាករដែលផ្ដល់សេចក្តីទុកចិត្តកន្លងទៅប៉ុន្តែយើងឃើញនេះក្រោយពីប្រើប្រាស់អ្នកចាំទីវ័យក្មេងចំណូលថ្មីមកលទ្ធផលក៏បានល្អកว่าប្រសើរមកវិញបាទហើយមួយវិញទៀតបើយើងនិយាយអំពីខ្សែការពារលោកក៏បានផ្លាស់ប្ដូរកីឡាករទាំងខ្សែការពារស្លាប់ឆ្វេងនិងស្លាប់ស្ដាំក៏ដូចជាកីឡាករកណ្ដាលដែរដូចតែខ្ញុំជម្រាបជូនថា Manchester United នឹងប្រើប្រាស់កីឡាករមួយចំនួនដើម្បីមកជំនួសការដែលលេងប៉ះជាមួយនឹង Brentford បើយើងឃើញក្នុងនោះលោក Ruben Amorim ប្រើប្រាស់ Leny Yoro បាទនៅខាងស្ដាំបាទខ្សែការពារកណ្ដាលខាងស្ដាំហើយ The Leeds មកកណ្ដាលហើយយើងឃើញថា Luke Shaw នៅខាងឆ្វេងដដែលបាទចឹងខ្សែការពារកណ្ដាល3ហ្នឹងគឺផ្លាស់ប្ដូរ Martin The Leeds មកកណ្ដាលវិញបាទជំនួសកីឡាករ Leny Yoro គឺជំនួសកីឡាករ Harry Maguire បាទអញ្ចឹងនៅក្នុងនោះយើងក៏ឃើញហើយ Diego Dalot គឺគាត់ជាខ្សែការពារស្លាប់បាទជាមួយនឹង Amad Diallo ហើយដែល Amad Diallo ក៏លេងនៅខាងស្ដាំបាទហើយ Dalot លេងនៅខាងឆ្វេងត្រឡប់ពីការពិន័យមួយប្រកួតសម្រាប់ Casemiro បាទ Casemiro ក៏វិលមកចូលរួមបាទជាមួយនឹងបិសាចក្រហម Manchester United ចាប់ដៃគូជាមួយ Bruno Fernandes អញ្ចឹងទើបយើងឃើញថាខ្សែការបំរើការពារគឺមាន Casemiro ដែលការពីការប្រកួតមុនលោកអត់បានប្រើប្រាស់ Casemiro ទេដោយសារ Casemiro គាត់កាត់ការក្រហមបាទជាប់កាត់ក្រហមបាទអញ្ចឹងប្រកួតនេះ Casemiro ទទួលបានកាត់លឿងទៀតហើយសកាហើយដល់ឡែកខាងលើគឺយ៉ាងណាមិញលោកបានផ្លាស់ប្ដូរមក Tuscunya បាទជំនួសវិញដល់ Mason Mount ហើយនឹង Brian Mbeumo ជាមួយនឹង Benjamin Sesko គឺដដែលទេមិនមានការប្រែប្រួលទេបាទអញ្ចឹងយើងឃើញថាការប្រកួតនោះគឺ Man U គឺប្រើប្រាស់ទម្រង់បែប3-4-2-1 បាទ3-4-2-1ហើយដល់ឡែកសម្រាប់ក្រុមបាទឆ្មាខ្មៅ Sunderland វិញបាទដឹកនាំដោយគ្រូបង្វឹកសញ្ជាតិបារាំងគឺលោក Regis Lebris បាទគឺទម្រង់របស់គាត់នោះរៀងប្លែកតិចបាទសម្រាប់ថ្ងៃនេះគឺ4-2-3-1បាទគឺលោកប្រើប្រាស់អ្នកចាំទី Robin Roaf បាទជាមួយនឹងខ្សែការពារកណ្ដាលបាទ Omar Alderete បាទជាមួយនឹងកីឡាករ Nodi Makule បាទនឹងខ្សែការពារស្ដាំគឺ Try Homer បាទជាមួយនឹងខ្សែការពារស្លាប់ឆ្វេងគឺកីឡាករពាក់សាលេខ26គឺ Mazu Aku បាទខ្សែបំរើបាទខ្សែបំរើការពារ2គឺមានកីឡាករ Noah Zadiki បាទជាមួយនឹង Granit Xhaka ដែលជាអតីតកីឡាកររបស់ក្រុមកំភ្លើងធំ Arsenal បាទខ្សែបំរើប្រយុទ្ធមាន3គឺ Simon Adingra បាទជាមួយនឹង Enzo Lefray បាទនឹងកីឡាករ Bertrand Traore នឹងកីឡាករខ្សែប្រយុទ្ធតែមួយទេគឺ Wilson Isador បាទយើងឃើញថាទម្រង់លេងគឺបើគិតជាភាគរយអត់លើសខ្វះនេះប្រហែលទេដោយយើងឃើញថា Man U មានការគ្រប់គ្រងបាល់51%ទេហើយតម្លៃ Sunderland គឺ49ហ្នឹងមកខុសគ្នាតិចតួចទេប៉ុន្តែនៅក្នុងនោះយើងឃើញថាការប្រកួតក៏ចាប់ផ្ដើមបាទមានក្របបាល់តាមពីវគ្គទី1មកម្លេះបាទមានន័យថាក្របបាល់កើតឡើងដំបូងនោះដាក់គឺនៅនាទីទីបាទនាទីទី8បាទដែលកីឡាករ Mason Mount ដែលជាការបញ្ជូនបានយ៉ាងល្អពី Brian Mbeumo គឺជាការhalf volley សកាបាទពី Mason Mount នៅលើដំបូលទូកបាទហើយក្រោយមក Benjamin Sesko គឺ Pen បាទបញ្ចូលទីមួយគ្រាប់ទៀតនៅនាទីទី31បាទអញ្ចឹង2គ្រាប់កើតឡើងនៅតង់ទី1ហើយតង់ទី2មិនមានអ្វីប្រែប្រួលទេគាត់ថាការប្រកួតនេះមានកាត់លឿងច្រើនបាទកាត់លឿងច្រើនបើយើងកលេចទៅមើលក្រុមទាំងពីរណាបាទគឺកាត់លឿងបាទតង់ទី1នោះកាត់លឿងរហូតដល់2បាទសម្រាប់ក្រុម Sunderland គឺកីឡាករ Omar Alderete ជាមួយនឹងកីឡាករ Noah Sediki ហើយនៅតង់ទី1ក៏មានការផ្លាស់ប្ដូរកីឡាករមួយរូបដែរបាទសម្រាប់ Sunderland ហើយចូលដល់តង់ទី2បាទ Sunderland កាត់លឿង2ដែរកាត់លឿង2បន្ថែមទៀតគឺ Bertrand Traore និងកីឡាករ Granit Xhaka
ដែល like ខាង Man U ក៏ទទួលបានការលើកមួយរូបដែរដោយកីឡាករ Casemiro ដែលនៅក្នុងនោះយើងឃើញថាលោក Ruben Amorim បានផ្លាស់ប្ដូរកីឡាករ4រូបបន្ទាប់ពីលោកបានប្រើប្រាស់កីឡាករ line up មួយចំនួនបាទអញ្ចឹងចូលមកដល់វគ្គទី2បាទលេងបានប្រមាណតែ20នាទីបាទកីឡាករ Patrick Doku បាទដូរចំនួនដោយដូរចេញបាទចំនួនកីឡាករ Diego Dalot ព្រោះ Dalot ក៏លេងថ្ងៃហ្នឹងលេងជាខ្សែការពារស្លាប់ឆ្វេងបាទខ្ញុំទៅសារដែរលោក Ruben Amorim បាទដាក់កីឡាករ Diego Dalot ជាការលេងខ្សែការពារកណ្ដាលជាការលេងខ្សែការពារស្លាប់ស្ដាំបាទជាការលេងខ្សែការពារស្លាប់ឆ្វេងនៅការពីម្សិលមិញខ្សែការពារស្លាប់ឆ្វេងអញ្ចឹងជំនួសវិញដល់កីឡាករ Patrick Doku បាទដោយឡែកកីឡាករ Mason Mount បន្ទាប់ពីរកគ្រាប់បាល់បានហើយខកខាននៅតង់ទី2ក៏ផ្លាស់ប្ដូរវិញនៅកីឡាករ Matheus Cunha នៅទី65ហើយកីឡាករ Kobbie Mainoo ក៏ជំនួសដូរជំនួសកីឡាករ Bryan Mbeumo ដែរហើយកីឡាករ Manuel Ugarte បាទដូរ Casemiro ព្រោះខ្លាចកាត់ក្រហមមកដល់កាត់លឿងបន្តទៀតហើយកាត់ក្រហមទៀតវយបាទនឹងកីឡាករ Harry Maguire ចុងក្រោយផ្លាស់ប្ដូរនៅទី85ឯណោះបាទជាមួយនឹងកីឡាករ Leny Yoro បាទអញ្ចឹងនិយាយឃើញហើយកីឡាករ Harry Maguire ចាប់ផ្ដើមខកខានការលេង11នាក់ណាសម្រាប់ការប្រកួតនេះហើយយើងឃើញការពីប្រកួតមុនក៏គាត់រៀងអារើដែរដូចខ្ញុំនិយាយចឹងថាបើសិនបើដាក់កីឡាករ Harry Maguire នៅខ្សែការពារកណ្ដាល fix តែម្ដងគឺវាអត់សូវស័ក្តិសមណាអញ្ចឹងក៏ឥឡូវនេះយើងឃើញហើយដាក់គាត់បំរុងប៉ុន្តែដាក់ Matheus De Ligt នៅកណ្ដាលវិញដែលហ្នឹងចូលអ្វីដែលខ្ញុំនិយាយសកាបាទអញ្ចឹងចូលហើយមួយទៀតទៅសារដែរដោយអ្នកចាំទីបាទចំណូលថ្មីគឺកីឡាករ Lemon ហើយយើងឃើញថាការបង្ហាញវត្តមានរបស់គាត់ក៏បានល្អហើយសម្រាប់ឱកាសរបស់ Man U ក៏មានច្រើនដែរសកាយើងឃើញហើយបាទទៅសារកីឡាករអ្នកចាំទីរបស់Sunderland ណាក៏សង្គ្រោះបាល់បានច្រើនដែរបាទសម្រាប់អ្នកចាំទីមួយរូបនោះគឺយើងឃើញហើយការសុទ្ធរបស់ Matheus Cunha កីឡាករ Bryan Mbeumo ជាពិសេសគ្រាប់បាល់មួយគ្រាប់ដែលសុទ្ធមុំកៅរបស់កីឡាករ Bruno Fernandes បាទគឺគាត់លុតដល់សកាខ្ញុំទៅសើកន្លែងហ្នឹងអញ្ចឹងមានន័យថាការសង្គ្រោះបាល់កាលពីម្សិលមិញរបស់កីឡាករ Robin Roef ដែលជាអ្នកចាំទីបាទរបស់Sunderland ក៏រាប់ថាជាការសង្គ្រោះបាល់ដ៏ច្រើនដែរពី Kobbie Mainoo ក៏ដូចគ្នាដែរAmadelo ក៏សុទ្ធច្រើនដែរប៉ុន្តែព្យាយាមនៅតែមិនអាចគេថារកគ្រាប់បាល់បន្ថែមក្រៅពី2គ្រាប់ក្រោយចប់លទ្ធផលនៃការប្រកួតទេណាបាទអញ្ចឹងឥឡូវនេះសម្រាប់អ្នកគ្រប់គ្រងរបស់បេសាយក្រហម Manchester United គឺថាគេលងលក់ស្រួលហើយបាទសម្រាប់យុគមិញប៉ុន្តែចាំត្រៀមហ្នឹងថ្ងៃ19ចំទាំងថ្ងៃអាទិត្យបាទបន្ទាប់ពីសប្តាហ៍ក្រោយមួយសប្តាហ៍ពេញគឺ FIFA Day អញ្ចឹង English Premier League ក៏សម្រាប់ហើយ Canadian Premier League របស់យើងក៏សម្រាប់អញ្ចឹងត្រឡប់មកវិញនៅសប្តាហ៍ក្រោយថ្ងៃទី19 Man U នឹងត្រូវប៉ះជាមួយនឹង Liverpool បាទត្រូវប៉ះជាមួយនឹង Liverpool អញ្ចឹងមិនដឹងថាយ៉ាងណាទេប៉ុន្តែគាត់ថាMan U យើងឃើញប៉ះក្រុមខ្លាំងក៏រៀងចង់ខ្លាំងដែរដូចប៉ះមួយ Chelsea ឃើញទេបាទអញ្ចឹងការប៉ះជាមួយនឹងគេថា Man U ប៉ះជាមួយនឹង Liverpool ការប្រកួតនេះគេ classic match ដែរប៉ុន្តែគាត់ថាមួយបេសាយក្រហមមួយទៀតគឺហង្សក្រហមបាទហង្សក្រហមប៉ុន្តែសម្រាប់ហង្សក្រហមក៏យើងឃើញថាការប្រកួតបន្ទាប់ពីការប្រកួតចាញ់ណាយកមិញអញ្ចឹងវគ្គក្រោយយើងនឹងនិយាយបាទយើងនិយាយរវាង Chelsea និង Liverpool អញ្ចឹងក៏យើងឃើញថាមានភាពប្រែប្រួលមួយចំនួនដែរបាទសម្រាប់ការប្រកួតអញ្ចឹង Liverpool នឹងធ្វើជាក្រុមម្ចាស់ផ្ទះបាទទទួលស្វាគមន៍ក្រុមបេសាយក្រហម Manchester United នៅថ្ងៃទី19សកាថ្ងៃទី19អញ្ចឹងអ្នកគ្រប់គ្រង Man U ចាំអ៊ុតមួយសាទៀតពេលប៉ះនឹង Liverpool បាទអញ្ចឹងសម្រាប់ការប្រកួតរវាងបេសាយក្រហម Manchester United និង Sunderland គឺបើយើងនិយាយពីសាច់បាល់មិនលើកគ្នាប្រហែលទេប៉ុន្តែអំពីឱកាសបាទរបស់ Man U គឺមានច្រើនបាទមានច្រើនសម្រាប់ការសុទ្ធចំទីចំគោលដៅជាពិសេសភាគច្រើនគឺជាការសង្គ្រោះរបស់អ្នកចាំទីបាទរបស់ Sunderland ហើយយើងក៏ទៅសារដែរសម្រាប់វត្តមានរបស់អ្នកចាំទី Sunderland ដែលបង្ហាញខ្លួនលើកដំបូងហើយទទួលបានជ័យជំនះបាទ clean sheet ទៀតបាទ clean sheet ទៀតបាទអញ្ចឹងសម្រាប់ការប៉ះជាមួយនឹង Liverpool ជាមើលថាតើលោក Ruben Amorim នឹងបន្តប្រើប្រាស់អ្នកចាំទីវ័យក្មេងនេះឬក៏ប្រើប្រាស់អ្នកចាំទីAltay Bayender ព្រោះដោយសារតែពេលខ្លះការប្រកួតប៉ះជាមួយនឹង Liverpool លោថាលោកគិតថាប្រហែលប៉ះក្នុងក្រុមខ្លាំងដាក់សម្ពាធទៅលើអ្នកចាំទី Lemon គាត់ហ៊ានដាក់ឬក៏យ៉ាងម៉េចណាប៉ុន្តែបើសិនបើខ្ញុំចង់ឃើញ Lemon ចាំប៉ះជាមួយ Liverpool ទៀតមើលបាទព្រោះគាត់ឲ្យថាប៉ះ Sunderland ក៏ Sunderland នឹងស្ទើរជាងណាបាទព្រោះប៉ះជាមួយ Liverpool ទៀតបើសិនបើលោក Ruben Amorim ដាក់កីឡាករ Lemon ឲ្យចាំទៀតហើយការប្រកួតនោះឈ្នះទៀតខ្ញុំថា
សក្តិទឹកចិត្តកាន់តែខ្ពស់ហើយបាទយើងអ្នកចាំទីដៃទី3ដៃទី4អាចត្រៀមរកក្លឹបឲ្យហើយ